ដល់អ្នកម្ដាយដែលលោកចិញ្ចឹមបីបាច់តាំងពីតូចរហូតដល់ធំពេញវ័យរបស់ក្រមុំលោកក៏បានរកគ្រូសកលចែកទ្រព្យសម្បត្តិទៅតាមលទ្ធភាពដែលលោកមានចឹងយើងដាក់គ្រូមកខាងក្រោមវិញមួយហើយដាក់គ្រូមកខាងក្រោមបានចឹងកូនចៅតបស្នងសងគុណមានទាំងបច្ច័យទាំងឡាយ4ចឹងហើយដែលអ្នកម្ដាយបានចិញ្ចឹមកូនដោយបច្ច័យទាំងឡាយ4នឹងដែរមានចេតរៈបច្ច័យបាទចេតរៈបច្ច័យនេះគឺសម្ពុតខោអាវសៅសបៃទីឲ្យកូនស្លៀកពាក់តាំងពីកូននៅតូចគ្រប់ដណ្ដប់បាទទី2គឺបិណ្ឌបាតបច្ច័យគឺគ្រឿងបាយទឹកនំចំណីនឹងឯងលោកបានបញ្ចុះកូនបាទនឹងហើយអញ្ចឹងយើងតបស្នងសងគុណព្រោះលោកបញ្ចុះយើងតាំងពីតូចរហូតដល់ធំនោះបាទមួយថ្ងៃប៉ុន្មានដងមួយខែប៉ុន្មានដងមួយឆ្នាំប៉ុន្មានដងគម្រោងតែយើងបាទចេះហូបចេះភាសាខ្លួនឯងអញ្ចឹងពេលបើសេនាសនៈបច្ច័យគឺគ្រឿងដេកមានដូចជាកន្ទេលខ្នោតណើយផ្ទះសម្បែងកន្លែងខាងនឹងឯងអញ្ចឹងលោកបានផ្ដល់ជំរុំឲ្យកូនប្រុសកូនស្រីទាំងអស់គ្នាអញ្ចឹងទី4គឺកលិនអភេសជ្ជៈបច្ច័យមានទឹកក្រូចទឹកសាច់ហៅថាតែសកលឬក៏ថ្នាំកែរូបផ្សេងនឹងឯងកលិនអភេសជ្ជៈបច្ច័យចឹងកូនស្រីកូនប្រុសចៅស្រីបានតបស្នងសងគុណដល់អ្នកម្ដាយដែលលោកមើលឃើញលោកហូបបានលោកចង់ស្លៀកពាក់ល្អលោកចង់ធ្វើបុណ្យអោយទានបានឃើញថាល្អប្រពៃណាស់លោកដែលលោកមើលឃើញចេះឃើញថាកូនប្រុសកូនស្រីចៅប្រុសចៅស្រីបានជូនបច្ច័យបាយទឹកនំចំណីគឺគាត់បំភ្លើណាស់ថ្ងៃហៅថាបុណ្យខាងខ្នើតឪពុកម្ដាយហូបកើតចាំខាងរនួយចឹងខាងរនួយមិនដូចជាតាបាទតាវិញតែគាត់ចែកខាងទៅហើយខាងគេហៅថាខាងរនួយហើយយើងមើលមិនឃើញទេក៏មើលមិនឃើញទេថាកូនប្រុសកូនស្រីបានតបគុណសងគុណចឹងយើងបានទាំងពីរភាពដែរថ្ងៃនេះយើងជូនព្រះរស់ព្រះកណ្ដុរដែលគាត់មើលឃើញនៅហូបបានហើយយើងបានសកលឲ្យជួយកម្មការមហាកុសលនេះដល់កបបការីជនឬក៏លោកឪពុកអ្នកម្ដាយញាតិការទាំងឡាយដែលលោកបែកកាយដំណេកខណ្ឌខាងលោកក្នុងមុខហើយនឹងឲ្យលោកទទួលអនុមោទនាកម្មការមហាកុសលគុណចៅបានបំពេញចឹងចាំថាតាមខ្ញុំបន្តិចទៀតកូនសុំអនកាយវាយបន្ទាបងគុំសុំកម្មាតោផ្សេងតែកូនតែចៅផ្លឹកខុសមកតាំងពីក្មេងរូបកាយសំលេងនិងវាចាសំដីធ្ងន់ស្រាលពុំបានដឹងអបតបិទរឹងហើយឆ្លើយឆ្លងធ្វើចិត្តរឹងឆោតសោតកន្លងខុសច្បងពុំសូវអធិស្ឋានរីឯចិត្តនោះក៏រឹងតឹងចូលចេញទៅតឹងមិនព្រមតាមកូនខុសច្រើនណាស់នឹងបំរាមដែលលោកបានហាមព្រៀនប្រដៅទាំងលើកបាយទឹកជូនกันបាទលើកបាយទឹកជូនกันកូនចៅបានតបស្នងសងគុណដល់យាយបាទកូនចៅបានតបស្នងសងគុណហើយយើងទឹកទីផងទឹកសិតទីផងបាទជូនกันឯណាចានចំហាញមានសុខមានស្លាបព្រាបាទចឹងយើងតាំងចិត្តតាំងចេតនារលឹកនឹកដល់ខ្ញុំបាទនឹងជារយៈបន្តិចបាទកាលពី5ឆ្នាំមុន10ឆ្នាំមុន20ឆ្នាំមុនកាលនោះយើងនៅរំបាទ